ព្រះបាទសូរ្យវរ្ម័នទី2និងការកសាងអង្គរវត្តឆ្នាំ1113ដើមសតវត្សទី12តាមសិលាចារឹកវត្ថុព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ឡើងសោយរាជ្យដោយបង្រួបបង្រួមអាណាចក្រ2បើតាមន័យនេះអាណាចក្រទី1គឺរបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី1ឯអាណាចក្រទី2គឺរបស់ព្រះបាទនរិន្ទ្រវរ្ម័នដែលបានសោយរាជ្យនៅអង្គរតាំងពីឆ្នាំ1080មកម្លេះបន្ទាប់ពីទ្រង់បានឡើងសោយរាជ្យព្រះអង្គបានរត់ចំណងការទូតជាមួយចិនហើយវាយសម្រុកទៅលើចាមដែលឈានពានភាគខាងត្បូងនៃអាណាចក្រកម្ពុជានៅឆ្នាំ1145ព្រះអង្គនាំទ័ពវាយចូលរាជធានីចាមយកនគរចាមដាក់ជាចំណុះលុះដល់ឆ្នាំ1149ចាមបានរើរួចខ្លួនវិញក្រៅពីចម្បាំងជាមួយចាមព្រះអង្គទ្រង់នាំទ័ពទៅវាយយួនដៃវៀតនិងពួកមូនតែពុំបានលទ្ធផលអ្វីទេក្រៅពីការការពារប្រទេសឲ្យបានសុខសន្តិភាពព្រះអង្គទ្រង់បានកសាងប្រាសាទជាច្រើនប្រាសាទដែលល្បីល្បាញជាងគេគឺប្រាសាទអង្គរវត្តឆ្នាំ1113ដល់ឆ្នាំ1150ដែលមានបណ្ដោយ1500ម៉ែត្រនិងទទឹង1300ម៉ែត្រជាស្នាដៃឯកនៃសិល្បៈខ្មែរដើម្បីតម្កល់បដិមាព្រះវិស្ណុដែលមានបរមនាមថាបរមវិស្ណុលោកដែលជាប្រាសាទភ្នំបែបវិស្ណុនិយមត្រង់នេះបង្ហាញឲ្យឃើញថានេះជាលើកដំបូងហើយដែលសាសនាព្រាហ្មណ៍និកាយវិស្ណុត្រូវបានព្រះរាជាលើកដំកើងឲ្យមានឋានៈជាសាសនាសម្រាប់រដ្ឋក្រៅពីនេះព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរប្រាសាទភ្នំសណ្ដកប្រាសាទវត្តគូនិងប្រាសាទព្រះវិហារនិងប្រាសាទព្រះខ័នកំពង់ស្វាយចំណែកសំណង់ថ្មីមានជាអាចប្រាសាទព្រះពិធូប្រាសាទចៅសាយទេវតាប្រាសាទទាំងនេះកសាងដើមសតវត្សទី12ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទធម្មនន្ទដើមសតវត្សទី12ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានៅទល់មុខប្រាសាទចៅសាយទេវតាប្រាសាទបឹងមាលាប្រាសាទបន្ទាយសំរែដើមសតវត្សទី12ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយវិស្ណុមានចម្ងាយ14គីឡូម៉ែត្រភាគពីយប់នៃក្រុងអង្គរធំព្រះបាទសូរ្យវរ្ម័នទី2ជាស្ដេចសឹកយ៉ាងខ្លាំងក្លាព្រះអង្គធ្វើសង្គ្រាមច្រើនលើកច្រើនសារជាមួយចម្ប៉ានិងមូនគេពុំមានឯកសារណាបញ្ជាក់ពីការចូលទីបង្គាប់របស់ព្រះបាទសូរ្យវរ្ម័នទី2ទេព្រះអង្គមានមរណនាមថាបរមវិស្ណុលោកក្រោយពីព្រះបាទសូរ្យវរ្ម័នទី2សុគតទៅព្រះរាជាណាចក្រកម្ពុជាជួបប្រទះវិបត្តិដណ្ដើមរាជបល្ល័ង្កហើយភាពវឹកវរនេះអូសបន្លាយជាង30ឆ្នាំព្រះបាទធរណិន្ទ្រវរ្ម័នទី2ឆ្នាំ1151ដល់ឆ្នាំ1160និងព្រះបាទយសោវរ្ម័នទី2ឆ្នាំ1160ដល់ឆ្នាំ1166គេដឹងថាព្រះបាទធរណិន្ទ្រវរ្ម័នទី2ដែលជាប្អូនជីដូនមួយឡើងសោយរាជ្យបន្តដោយព្រះអង្គជាពុទ្ធសាសនិកជនព្រះអង្គបានបោះបង់ចោលនៅប្រពៃណីខាងសាសនាព្រាហ្មណ៍ដែលមានយូរលុះណាស់មកហើយព្រះអង្គមានអគ្គមហេសីព្រះនាមថាជ័យរាជជោឌាមនីជាបុត្រីរបស់ព្រះបាទហសវរ្ម័នទី3នៅប្រមាណឆ្នាំ1125ព្រះអង្គមានបុត្រព្រះនាមជ័យវរធនពេលអនាគតព្រះបាទជ័យវរ្ម័នទី7ពេលដែលព្រះបាទធរណិន្ទ្រវរ្ម័នទី2សោយទីបង្គាប់ទៅរាជបល្ល័ង្កត្រូវបានព្រះបាទយសោវរ្ម័នទី2ប្រវត្តិមិនច្បាស់លាស់គ្រប់គ្រងក្រោយមកនៅប្រមាណឆ្នាំ1166មានមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះថាត្រីភូវនាទឹកវរ្ម័នជ្រែករាជរួចហើយធ្វើគុតព្រះបាទយសោវរ្ម័នទី2ពេលនោះព្រះអង្គម្ចាស់ជ័យវរធនជាមេទ័ពការពារព្រំប្រទល់ខ្មែរចាមគ្រាន់តែឮដំណឹងនេះភ្លាមព្រះអង្គក៏ប្រញាប់ប្រញាល់នាំទ័ពមកជួយព្រះបាទយសោវរ្ម័នទី2តែមកជួយមិនទាន់ក្រោយមកនៅឆ្នាំ1177ដាច់ចាមនាមជ័យឥន្ទ្រវរ្ម័នទី4ដែលជាស្ដេចជ្រែករាជដែរបានលើកទ័ពជើងទឹកចូលមកវាយខ្មែរនៅក្នុងសមរភូមិកងទ័ពចាមបានចូលតាមទន្លេមេគង្គហើយឡើងរហូតតាមបឹងទន្លេសាបប្រទេសជាតិត្រូវបានពួកចាមឈ្លានពានពួកចាមបានធ្វើឃាតព្រះបាទត្រីភូវនាទឹកវរ្ម័នឆ្នាំ1166ដល់ឆ្នាំ1177រួចគ្រប់គ្រងរាជធានីអង្គរពួកចាមបានដឹកជញ្ជូនរបស់មានតម្លៃនិងដុតបំផ្លាញទីក្រុងអង្គរអាណាចក្រកម្ពុជាបានធ្លាក់ចូលជានគរចំណុះរបស់ចាមប៉ា